Whispering Hollow Road ចេណាជាមនុស្សម្នាក់ដែលចូលចិត្តផ្សងព្រេងខ្លាំងហើយមិនដែលខ្លាចរអាចំពោះការប្រកួតប្រជែងឬរឿងរំភើបផ្សេងៗនោះទេដូច្នេះហើយនៅពេលដែលមិត្តភ័ក្តិរបស់នាងបានប្រជុំមុខដាក់នាងឲ្យបើកបរតែម្នាក់ឯងនៅលើផ្លូវ highway ដែលស្ងាត់ជ្រងំគួរឲ្យខ្លាចនិងលាតសន្ធឹងដ៏វែងឆ្ងាយដែលគេស្គាល់ថាវីថៃខ្សឹបខ្សៀវ Whispering Hollow Road នោះនាងបានយល់ព្រមដោយមិនស្តាក់ស្ទើរវាគឺជាយប់ដែលគ្មានពន្លឺព្រះច័ន្ទហើយពន្លឺតែមួយគត់ដែលចេញមកគឺមានតែពន្លឺស្រអាប់ពីចង្គៀងមុខរបស់រថយន្តនាងប៉ុណ្ណោះដែលហាក់ដូចជាបានកាត់ផ្តាច់ភាពងងឹតដូចជាខ្សែជីវិតដ៏ភ័យស្រួយមួយដើមឈើដ៏ក្រាស់នៅសងខាងផ្លូវបានលេចឡើងដូចជាទាហានយាមស្ងាត់ៗហើយមេឃឈើរបស់ពួកវាហាក់ដូចជាលូកដៃទៅចាប់រថយន្តនៅពេលដែលនាងកំពុងបើកបរយ៉ាងលឿនតាមផ្លូវទុយចង្អៀតនិងរមូលក្រពៃនោះខ្យល់បានខ្សឹបខ្សៀវតាមចន្លោះដើមឈើបង្កើតបានជាសំឡេងខ្មោចឡងគួរឲ្យខ្លាចដែលធ្វើឲ្យចេណាព្រឺសម្បោរខ្នងនៅពេលដែលនាងបើកបរជ្រៅទៅក្នុងបេះដូងនៃវិថីខ្សឹបខ្សៀវសរសៃប្រសាទរបស់ចេណាចាប់ផ្ដើមតានតឹងឡើងផ្លូវបានបត់បែនចុះឡើងហាក់ដូចជាគ្មានទីបញ្ចប់ដោយគ្មានសញ្ញានៃអរិយធម៌នៅជុំវិញនោះតតែសោះនាងមិនអាចជួយអ្វីបានក្រៅពីឆ្ងល់ថាហេតុអ្វីបានជាកន្លែងនេះមានភាពល្បីល្បាញក្នុងចំណោមអ្នកស្រុកខ្លាំងម្ល៉េះរឿងរ៉ាវដែលនាងបានឮគឺពោពេញទៅដោយការព្រមានដ៏អាក្រក់រឿងរ៉ាវនៃអ្នកធ្វើដំណើរដែលបានហ៊ានបើកបរចូលទៅក្នុងផ្លូវនេះហើយមិនដែលបានត្រឡប់មកវិញឡើយរោមពាក់នោះវិទ្យុបានចាប់ផ្ដើមឮសូររ៉ាវវាស្ងាត់ស្ងៀមតាំងពីដើមរហូតដល់ចប់ការធ្វើដំណើរប៉ុន្តែឥឡូវនេះវាបានបញ្ចេញសំឡេងដែលត្រូវបានបង្ខូចទ្រង់បេះដូងរបស់ចេណាបានលូតញាប់កន្លងទ្រូងរបស់នាងហើយនាងបានព្យាយាមស្វែងយល់ពីសារដ៏គួរឲ្យខ្លាចនោះសំឡេងនោះបានខ្សឹបខ្សៀវស្ទើរតែមិនអាចស្ដាប់ឮប៉ុន្តែមានភាពខុសគ្នាច្បាស់លាស់គ្រប់គ្រាន់ដើម្បីធ្វើឲ្យនាងរងាខ្ញាក់នាងក្តាប់ចង្កូតកាន់តែណែននិងជន់កែលើឧបករណ៍បង្កើនល្បឿនកាន់តែខ្លាំងនាងមានការតាំងចិត្តថាដើម្បីបញ្ជាក់ថានាងមិនខ្លាចរឿងខ្មោចឡង200រឿងនោះឡើយផ្លូវហាក់រហូតហើយសរសៃប្រសាទរបស់ចេណាក៏កាន់តែតានតឹងស្រមោលបានរំនៅគែមនៃការមើលឃើញរបស់នាងនិងរូបរាងចម្លែកបានចាប់ផ្ដើមរត់កាត់ផ្លូវនៅពីមុខនាងមិនអាចប្រាប់បានទេថាតើពួកវាពិតប្រាកដឬគ្រាន់តែជាការស្រមៃរបស់នាងនៅពេលដែលចេណាបើកបរដល់ផ្លូវកោងដ៏មុតស្រួចមួយចង្គៀងមុខរបស់នាងបានបំភ្លឺនៃអ្វីដែលធ្វើឲ្យឈាមរបស់នាងកកភ្លាមរូបរាងស្លេកស្លាំងដូចខ្មោចមួយកំពុងឈរនៅកណ្ដាលផ្លូវគឺជាក្មេងស្រីវ័យក្មេងម្នាក់ដែលមានសក់វែងស្អាមស្អិបជាប់នឹងមុខរបស់នាងក្មេងស្រីនោះបានសម្លឹងមកចេណាដោយភ្នែកតូចស្អាតហើយចេណាសម្គាល់បានថាមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងបានគ្របសង្កត់លើនាងធ្លាប់ឮរឿងរ៉ាវពីខ្មោចអ្នកស៊ុំជីតាមផ្លូវដែលឡងបន្លងផ្លូវនេះគឺជាវិញ្ញាណសោកនាដកម្មដែលកំពុងស្វែងរកការជីតូដល់ចុងក្រោយរបស់នាងដោយប្រមូលបាននូវភាពក្លាហានទាំងអស់ចេណាបាននិយាយថាតើញាក់អត្តបៃទេចេណាបានដឹងយ៉ាងឆាប់រហ័សថាមកទីនេះគឺជាកំហុសមួយធំណាស់នាងចង់ចេញពីទីនេះឲ្យបានលឿនតាមដែលអាចទៅបានរំពាក់នោះវិទ្យុបានចាប់ផ្ដើមឮសូររ៉ាវនាងគិតថាខ្ញុំនៅសល់តែ1ម៉ាយទេបន្ទាប់មករឿងទាំងអស់នឹងចប់ហើយខ្ញុំមិនចាំបាច់ត្រូវត្រឡប់មកទីនេះទៀតឡើយវិទ្យុដងលឿងលើនេះហេតុអ្វីបានជាវាមិនបិទទៅដូចមនុស្សជាច្រើនដទៃទៀតដែលបានបត់ផ្លូវខុសហើយវង្វេងនៅលើវិថីខ្សឹបខ្សៀវនេះចេណាជាទីបំផុតក៏មិនបានត្រឡប់មកវិញឡើយនិងគ្មានអ្នកណានឹងដឹងថាមានអ្វីបានកើតឡើងចំពោះនាងឡើយ